Rương mới đượcខ្ញុំទទួលបានពីគណនី Facebook ម្នាក់ឈ្មោះចំរងដែលគាត់និយាយអំពីរឿងរ៉ាវដែលពាក់ព័ន្ធជាមួយនឹងផ្ទះដែលមានមនុស្សរស់នៅពីរជំនាន់ពាក់ព័ន្ធជាមួយនឹងសសរផ្ទះដែលមាននៅក្នុងផ្ទះមួយនឹងផ្ទះនោះគឺមានរយៈកាលនៃការសាងសង់និងការរស់នៅរបស់សមាជិកគ្រួសារមួយនឹងគឺវាមានរយៈពេលជិត200ឆ្នាំទៅហើយផ្ទះនឹងវាជិត2ជំនាន់ហើយអូខេហើយផ្ទះមួយនឹងចាផ្ទះមួយនឹងបច្ចុប្បន្នក៏មានម្ចាស់ដែរបច្ចុប្បន្នគឺមានម្ចាស់ដូចគ្នាណាតែអ្នកដែលគាត់ដឹងអំពីរឿងមួយហ្នឹងក៏ពិតវាមិនមែនតែពាក់ព័ន្ធជាមួយថាផ្ទះហ្នឹងមានខ្មោចមានអីแล้วក៏របៀបដូចថាគាត់ចង់និយាយអំពីប្រវត្តិផ្ទះរបស់គាត់អញ្ចឹងណារឿងហ្នឹងចាផ្ទះហ្នឹងតាមដែលគាត់ធ្លាប់ដឹងជាគេដំណើរផ្ទះរបស់ដូនតារបស់គាត់ដែលបានបន្សល់ទុកឲ្យគាត់សម្រាប់ហ្នឹងឯងសម្រាប់លក្ខណៈដូចថាទុកឲ្យកូនចៅចំនួនក្រោយដោយផ្ទះមួយនេះជាប្រភេទផ្ទះឈើដែលមានសសរផ្ទះនៅខាងក្នុងផ្ទះហ្នឹងចំនួន3ដើម3ដើមនឹងរាប់តែសសរកណ្ដាលទេមាន3ដើមហើយផ្ទះហ្នឹងក៏មានលក្ខណៈទ្រុឌទ្រោមខ្លះដែរមានត្រង់កន្លែងខ្លះអាចពុកព្រុយនិងត្រង់ក្បឿងខ្លះលបើកអស់ដែរតែក៏មានការជួសជុលដូចគ្នាហ្នឹងហើយជួសជុលដូចគ្នាអញ្ចឹងគាត់ក៏បាននិយាយអំពីរឿងរ៉ាវដែលនៅក្នុងផ្ទះរបស់គាត់មួយហ្នឹងហើយរឿងមួយនេះខ្ញុំមិនដឹងថាកុំគ្នាស្ដាប់ទៅខ្លាចឬក៏អត់ទេតែអ្វីដែលសំខាន់ខ្ញុំគ្រាន់តែមកចែកម្លែកទាំងអស់គ្នាឲ្យបានស្ដាប់នេះគាត់បាននិយាយថាប្រវត្តិរបស់ផ្ទះហ្នឹងនៃគ្រួសារត្រកូលទី1ជាគ្រួសាររបស់អម្បូរត្រកូលរបស់គាត់បានន័យថាពូជពងត្រកូលរបស់គាត់ជាអ្នកដែលរស់នៅផ្ទះនឹងដំបូងជាផ្ទះរបស់លោកអ៊ំម្នាក់លោកតាម្នាក់ឬក៏ទួតម្នាក់ដែលគាត់មានឈ្មោះតាព្រឹទ្ធាចារ្យម្នាក់ដែលគាត់មានឈ្មោះថាលោកពុកគង់សរវុឌ្ឍគឺជាម្ចាស់ផ្ទះមួយនឹងពីដើមដំបូងអាចហៅថាជាលោកឪឬក៏លោកតាទួតរបស់គាត់ធំដែលជាម្ចាស់ផ្ទះមួយនឹងពីដំបូងឡើយបំផុតចាប់តាំងពីថ្ងៃដែលគាត់បានកសាងផ្ទះនឹងឡើងមកដោយផ្ទះមួយនឹងពឹងផ្អែកទៅលើឈើណែពឹងផ្អែកទៅលើឈើប្រភេទនៃឈើបេងក៏ដូចជាប្រភេទនៃឈើធ្នង់ដែលយកមកធ្វើផ្ទះមួយនឹងដោយគាត់គិតថានៅក្នុងផ្ទះមួយនឹងមានសសរដល់តែ3នឹងគឺដោយសារតែជាប្រភេទផ្ទះ2ជំនាន់ដើមផ្ទះនឹងនៅខាងក្នុងនៅបរិវេណកន្លែងទទួលភ្ញៀវមានសសរ3ដើមមានបន្ទប់ទទួលភ្ញៀវនិងបន្ទប់គេងបូកសរុបទាំងអស់គឺមាន5បន្ទប់កម្មចដានៅខាងស្ដាំដៃផ្ទះចាកម្មចដានៅខាងស្ដាំដៃផ្ទះមានកម្មចដាចុះនៅចំហៀងខាងឆ្វេងផ្ទះរួចមកចាប់តាំងពីថ្ងៃដែលការកសាងផ្ទះនឹងមួយមកអ្វីដែលគាត់ធ្លាប់ឮពីត្រកូលរបស់គាត់និយាយតគ្នាពីមួយទៅមួយគ្រប់ចំនួនដែលបានឮមកដល់ពួកគាត់នៃចំនួនក្រោយនេះបានឲ្យដឹងថាកាលនឹងលោកតាធំគឺគាត់មានបញ្ហាសុខភាពគឺគាត់មានបញ្ហានឹងសុខភាពនឹងខ្លួនឯងបន្ទាប់មកគាត់ក៏បានចេញពីបន្ទប់របស់គាត់ពីដំបូងហើយគឺលោកតាគាត់បានសម្រាមនៅក្នុងបន្ទប់របស់គាត់តែដោយសារតែគាត់ឈឺទើបគាត់ចេញមកសម្រាមនៅខាងក្រៅហើយការដែលឈឺរបស់គាត់នឹងទៀតសុកក៏គាត់ចាប់ផ្ដើមមានជំងឺឈឺដោយគាត់អត់បានដឹងថាខ្លួនឯងគាត់មានជំងឺអីទេគាត់ដឹងត្រឹមថាចាប់តាំងពីថ្ងៃដែលមកនៅផ្ទះមួយហ្នឹងគឺគាត់ចាប់ផ្ដើមឈឺរួចមកលោកតាគាត់ក៏បានចេញមកស្នាក់អាស្រ័យឬក៏គាត់មកសម្រាននៅខាងក្រៅបរិវេណបន្ទប់របស់គាត់វិញបានន័យថាគឺគាត់បានមកសម្រាននៅគៀកនឹងតសទាំង3ហ្នឹងតសកដាលទាំង3ហ្នឹងគឺគាត់សម្រាននៅគៀកចិត្តហ្នឹងគាត់បានសម្រានចិត្តហ្នឹងរួចមកលោកតាមុននឹងគាត់ស្លាប់សំទោសមុននឹងលោកតាទទួលអនិច្ចកម្មទៅលោកតាបានប្រាប់អ្នកផ្ទះរបស់គាត់ទាំងអស់ថាផ្ទះរបស់យើងគឺមានវិញ្ញាណពីដើមនៅ
cứ miên kê thai đã xá nơi tờ so tàng bầy đòi quát prap ông lóng pê để quát cặp bông để chư nâng cứ quát ban prap côn trao tàng quát cả hai côn trao rồi bỏ quát tàng móc nị dày prap thá té là bỏ dưỡng cứ miên nhiệt tờ cá việc than nhiệt tờ cá này bị nhiên phơi ngất lưới cọp hiếu này phơi ngất bàn sạ say nó không té là bỏ dưỡng đói kì miên côn miên trái rồi bỏ kì nè cứ miên côn miên chày để nơi không té nâng đài hai bộ kế bẹ cả ai bẹ cả ai so hai mình đủ pro ọt bẹ cả ai tê bao sầm rập mình đủ sấy cứ bẹ cả ai mình đủ pro ọt miên bẹ cả ai tê cứ xịt trâm tại các bẩn hai bộ kế tàng cứ ông cối nơi kia tờ sò nâng hai tờ so cả đài ní còn chip té là bỏ kỳ tài quật conแต่ปรับออกไปเรื่องร้ายแต่กดบานเคยกดท่าทั้งไงแต่กดชื่อบานบุญทั้งไงกดบานเช่นมาสำราญในขังกระไรเนื้อเป้แต่กดสำราญเนื้อเปยกเป้แต่สำราญเนื้อเปยกกดบานลือสำเร็จโดยจิตเขมรรถกัดกดโดยจิตเขมรเศร้าใช้รถกัดปีเลือกบานดำเนินบอกกดบานในท่ารถกัดในเลือกบานแต่เน็ตบอกกดให้เศร้ากัดขัดก็ตามมือแต่อดมีนเคยไอ้แต่อดมีนเคยไอ้แต่รูดแมวเพะริเยระบาลูกตาก็กับบานโยปอบอมาประจบกวดเนเป้ได้ลูกตาก็กับพงแต่ชื่อcứเพะริเยระบาลูกตาบานโยปอบอมาประจบกวดเนเป้ได้ลูกตากับพงแต่ตัวตูเตียนปอบอได้เพะริเยระบาลูกตาก็กับพงแต่ประจบนั่นคือลูกตาบานเคยจะบ้าnơi khẳng cao khăn non là bao lục giấy cứ miếng mình được sấy sọc phúc cả đá hái bẹ cả áo bạc bỏ sò ông quay bọt chướng chất tờ so cả đá tè hái tờ lẹ tận một đôi chim mình được cả tục mơ tờ tam ru phép ru bị nhiên mùi nắng đôi chiaกับbông cả tục bê đẹp quạt khơi hái quạt có oi lục giấy khắt tịch ai khát mà khả năng tịch phê đai lục dây khát có bắt vì nhiên mùi năng từ có bắt vì nhiên lưng ấp ban khơi vì nhiên năng tiệt tệ rầm ló má ban chất bay buồn thay cravi lục tá quát có miên akara riêng thốn cả làng quát miên là rong tha thốn luôn hay cả làng bên nâng có miên côn trai rồiบอกquát ban màu đái rồi tới lục ta có tốt có ban mưa khơi thá nơi lứa vẽ con nâm té chính trang té có đôi chia nơi lứa tập bộ té cứ miếng mà đừng quên nơi lứa đừng cho ra mình té cứ miếng mà đừng quên nơi lứa nâm té có đôi chia nơi lứa chính trang té miếng mà đừng ông quên đòi buồn nâng đôi nâng vậy để con bán khơi pi tập bộ cứ bẹ cả áo xó tay mà được pro cứ ở miếng bẹ áo tề on miếng bẹ áo tề rồi hốt một đo khai sơ khai dưỡng khai sơ tai riệp sáng trên niềng tét trên niềng ấy rứ con mà rình cũng biết trên niềng bạc phú rứ con tàu quát tàu ba đòi khai nó cứ chia thành sơ rồi đó cứ lục ta còn khơi tại nơi bị dục còn khơi nơi tại bị dục thế tái đòi lại nơi ngay sơ ní cứ lục ta ban khơi nơi bị thằng ngày ắt khơi nó bị dục thì ngay nó cứ chỉ thay để quạt bàn khơi nó bị thay chút bát cả lại mình đến cứ quạt khơi miến mình nước buôn từ pram nè đau trên pi tờ so cả đào té nấy tờ so chặt nứt cả đào tay mặt đòn mình men tờ so thì mới tờ so thì bầy té cứ tờ so thì pi để nơi trong tờ so cả đào té nâng tay mặt đòn cứ bàn khơi mình nước đau trên pi tờ so nâng mặt môi đào chốt tới hàng cầu té đau lục ta quạt khơi đau lục ta quạt ọt khạc đôi lục ta còn cật thá lục ta còn cật thá nâng cơ chia vì nhiên nè thai là xa chia vì nhiên đã lõ rứ còn chia nè để nơi tờ so cả đà nâng tớp lục ta còn mình khạc kỳ tái ở với đây lục ta khơi về nâng cứ mình nước đá trên vì tờ so mà đó mà nè miền khăn điện đó từ 4 đó từ 3 buồn nè để ban đao trên vì tờ so nâng màu hãy khơi bộ nâng đá cho tới khẳng cầu nơi không sẽ than được hiệp mối đôi chỉ bộ nâng từ nà
ដោយនៅក្នុងដៃរបស់ពួកហ្នឹងមានកាន់របស់ម្យ៉ាងដូចជាហឹបពីដើមហ្នឹងឯងដូចជាហឹបពីដើមអញ្ចឹងដូចតំណៅតំណងពួកទាំងអស់ហ្នឹងវិញ្ញាណទាំងអស់ហ្នឹងទៅណាដូចជាទៅណាមួយអញ្ចឹងដោយលោកតាគាត់ឃើញបែបហ្នឹងរួចស្អែកឡើងលោកតាក៏ប្រាប់ថាឲ្យអ្នកផ្ទះរបស់លោកតារៀបចំដាក់ទឹកផ្តិលដាក់ផ្កាឈូកក៏ដូចជាការដាក់រៀបគ្រឿងដង្វាយនៅទៅសកណ្ដាលផ្ទះហើយគាត់ប្រាប់តែប៉ុណ្្នឹងទេគាត់អត់បានប្រាប់កូនចៅគាត់ទាំងអស់ថាគាត់នឹងជួបនឹងអីឃើញនឹងអីទេត្រឹមតែគាត់និយាយថាគេថែយើងថែគេនឹងយល់ទេអញ្ចឹងរបៀបដូចថាចាស់ពីដើមគឺបែបអញ្ចឹងណាអ្នកនរដូចបែបចាស់ពីដើមលោកគាត់ថាជារៀងតែគេថែយើងថែគេទៅគេអត់បានធ្វើអីយើងទេយើងអត់មានអីត្រូវខ្លាចគេគាត់ចង់និយាយបែបរបៀបអញ្ចឹងណាយើងអត់មានអីត្រូវខ្លាចគេទេបើគេថែរក្សាយើងថែរក្សាគេបើគេមកនៅជួយឲ្យយើងចម្រុងចម្រើនយើងឲ្យគេនៅទៅរបៀបអញ្ចឹងណាអញ្ចឹងលោកតាគាត់ត្រឹមតែប្រាប់ថាយើងមិនធ្វើអីគេមិនធ្វើអីយើងគេថែយើងថែគេអីចឹងទៅរួចអ្នកផ្ទះរបស់គាត់ក៏ធ្វើតាមអ្វីដែលគាត់បានប្រាប់ហ្នឹងទៅហ្នឹងហើយតែអ្នកដែលនៅក្នុងផ្ទះហ្នឹងគឺអត់មានអ្នកណាគេបានឃើញនឹងឮសំឡេងអីទាំងអស់លើកលែងតែលោកតាម្នាក់ដែលគាត់បានឃើញរហូតតតែលោកតាគាត់ទទួលអនិច្ចកម្មទៅរហូតតតែគាត់ទទួលអនិច្ចកម្មនៅពេលដែលគាត់មុនទទួលអនិច្ចកម្មគឺលោកតាបានអនិច្ចកម្មនៅខ្ទង់ម៉ោង 4 ល្ងាច 7:05 លោកតាបានទទួលអនិច្ចកម្មដោយជរាពាទ្យរបស់លោកតែមុននឹងលោកតាជរាពាទ្យឬក៏លោកតាគាត់អនិច្ចកម្មទៅគឺលោកតាមានពាក្យមួយដែលនិយាយទៅកាន់ភរិយារបស់លោកតាគឺលោកយាយគាត់បាននិយាយថាអាយុគាត់អត់ទាន់អស់តែគេត្រូវការគាត់អញ្ចឹងពាក្យមួយម៉ាត់ហ្នឹងគឺគាត់គ្នាអាចយល់ន័យគាត់បានហើយអាចយល់ន័យបានហើយគ្រាន់តែគាត់មានពាក្យថាអាយុគាត់មិនទាន់អស់តែគេត្រូវការគាត់លោកតាក៏បានស្លាប់មែនលោកតាក៏បានទទួលអនិច្ចកម្មនឹងទៅមែនដោយអ្នកផ្ទះរបស់គាត់នៅចាំពាក្យសម្ដីរបស់លោកតានិយាយថាអាយុមិនទាន់អស់តែគេត្រូវការណាគេត្រូវការរួចចាប់តាំងពីថ្ងៃដែលលោកតាគាត់ទទួលអនិច្ចកម្មទៅលោកតាទទួលអនិច្ចកម្មទៅអ្នកផ្ទះរបស់គាត់ក៏អត់មានអ្នកណាគេមានបញ្ហាអីដែររហូតតតែលោកយាយទទួលអនិច្ចកម្មទៀតទទួលអនិច្ចកម្មរហូតតមកដល់ចំនួននៃគ្រួសារទី2អាចនិយាយថាចំនួននៃមនុស្សថ្មីបានន័យថាជាកូនជាតកូលរបស់កូនគាត់ឬចៅរបស់គាត់ដែលនៅផ្ទះនឹងមកដល់តកូលទី2នៃតកូលរបស់គាត់អ្នកផ្ទះគាត់នឹងក៏មានអ្នកខ្លះដឹងថានៅក្នុងផ្ទះមួយហ្នឹងតសនៃកណ្ដាលផ្ទះហ្នឹងគឺមានវិញ្ញាណបរិសុទ្ធគេនៅអាចនិយាយថាជាវិញ្ញាណខ្មោចតែគេថែរក្សាហើយធាតុរបស់ជីដូនជីតារបស់គាត់ក៏បានដាក់នៅតសកណ្ដាលហ្នឹងដូចគ្នាដោយយកធាតុរបស់លោកតាលោកយាយក៏ដូចជារូបថតរបស់លោកតាលោកយាយភរិយាប្តីប្រពន្ធរបស់គាត់ដាក់នៅតសកណ្ដាលហ្នឹងដូចគ្នាហើយតសកណ្ដាលហ្នឹងទៀតសោតក៏មានលក្ខណៈដូចថាជាចំណុចសម្គាល់ថាតសហ្នឹងគឺជាតសវិញ្ញាណនៅគេដៅជាចំណុចសម្គាល់មួយឲ្យយល់ឲ្យស្គាល់ឲ្យដឹងថាតសកណ្ដាលហ្នឹងមានអ្នកនៅហើយអញ្ចឹងកុំប៉ះពាល់កុំធ្វើអីចឹងណាដល់តែពេលអញ្ចឹងទៅចំនួននៃចៅរបស់គាត់ឬក៏កូនរបស់គាត់ក្រោយនេះអ្នកដែលនៅក្នុងផ្ទះហ្នឹងគាត់ក៏បាននិយាយប្រាប់មកកាន់កូនចៅជំនាន់ក្រោយដូចគ្នាគាត់ថាធ្លាប់ផ្ទះហ្នឹងពិតជាមានវិញ្ញាណដែរលោកពុកបានមានប្រសាសន៍កាលឲ្យលោកពុកនៅរស់មែនគឺពិតជាមានបែបហ្នឹងដោយថ្ងៃមួយក្រោយពីការទទួលអនិច្ចកម្មនៃប្តីប្រពន្ធរបស់លោកបានលាចាកលោកផុតទៅបាន4ឆ្នាំកូនរបស់គាត់ជាអ្នកដែលរស់នៅលើផ្ទះមួយហ្នឹងដោយគាត់បាននិយាយថាថ្ងៃមួយគាត់នៅខាងក្រោមផ្ទះជាមួយនឹងកូនរបស់គាត់នៅខាងក្រោមផ្ទះហ្នឹងហើយនៅខាងក្រោមផ្ទះមួយហ្នឹង
ហើយកូនទូចរបស់គាត់ម្នាក់ហ្នឹងហើយមានកូនទូចម្នាក់របស់គាត់រត់ឡើងទៅខាងលើតែមនុស្សទេណាកូនទូចហ្នឹងមនុស្សឯកូនរបស់គាត់កូនម្ចាស់ផ្ទះហ្នឹងវាកំពុងតែលេងនៅខាងក្រោមហ្នឹងដែលវាលេងបឡុកបឡឬក៏វាលេងរបៀបក្មេងណាលេងបែបក្មេងលេងក៏វាស្ទុះឡើងទៅលើវាស្ទុះឡើងទៅលើដល់ពេលវាស្ទុះឡើងទៅលើដោយបងរបស់កូនហ្នឹងដោយបងរបស់អ្នកហ្នឹងគាត់ឡើងទៅមើលតាមដល់ពេលឡើងទៅមើលតាមមកសពក់ក៏លឺសំឡេងហៅកូនបងរបស់គាត់ហ្នឹងហៅថាម៉ែឡើងមកលើតិចម៉ែឡើងមកលើគាត់ហ្នឹងក៏ឡើងទៅលើដល់ពេលឡើងទៅលើគាត់ក៏បានឃើញកូនរបស់គាត់កូនទូចហ្នឹងដូចជាកំពុងលេងជាមួយអ្នកណាគេម្នាក់ហើយកំពុងតែនិយាយជាមួយអ្នកណាគេម្នាក់ដោយការនិយាយហ្នឹងកណាតំណងតាមដែលមើលអត្តចរិតនិងសកម្មភាពរបស់កូនក្មេងម្នាក់ហ្នឹងមានវិញ្ញាណកំពុងលេងជាមួយកូនហ្នឹងដោយកូនហ្នឹងម្ដងវារត់ទៅលេងនៅសសរកដាលម្ដងទៀតវារត់លេងនៅជាងផ្ទះម្ដងទៀតវាងើយទៅមើលរូបថតតារបស់គាត់រួចមកក៏វាលេងកន្លែងនេះតិចលេងកន្លែងនោះហើយនិយាយជាមួយអ្នកណាគេមួយហើយចង្អុលទៅកន្លែងដែលដាក់នំម៉ាកៅចង្អុលកូននឹងចង្អុលទៅកន្លែងដែលដាក់នំម៉ាកៅរូបភាពនៃសកម្មភាពមួយហ្នឹងគឺយើងអាចមើលដឹងថាកូននឹងកំពុងនិយាយជាមួយនឹងវិញ្ញាណកូននឹងកំពុងតែលេងជាមួយវិញ្ញាណឬក៏កំពុងតែជួបខ្មោចកំពុងតែនិយាយជាមួយខ្មោចគឺដោយកូននឹងវាចង្អុលទៅកន្លែងដែលដាក់នំម៉ាកៅវាចង្អុលទៅដូចរបៀបថាទៅស៊ីនំម៉ាកៅនៅនោះរបៀបអញ្ចឹងណាតែកូននៅអត់មានអត់បាននិយាយអីទេគ្រាន់តែកូននឹងចង្អុលទៅកន្លែងហ្នឹងតែបើយើងអាចគ្រាន់តែគិតទៅអាចនិយាយថាបើមនុស្សវាចេះនិយាយវាអាចនិយាយចេះនោះទៅយកនំម៉ាកៅនៅនោះដោយកូននឹងធ្វើលក្ខណៈសកម្មភាពមួយធ្វើឲ្យយើងឃើញថាកូននឹងកំពុងជាមួយវិញ្ញាណដោយពេលការកូននឹងលេងរួចម្ដាយគាត់ក៏ចាប់ផ្ដើមខ្លាចតែគាត់ក៏បានដឹងដែរថាផ្ទះហ្នឹងដោយតែអ្វីដែលលោកពុកគាត់បាននិយាយអញ្ចឹងដោយតារបស់គាត់បាននិយាយដូចគ្នាថាផ្ទះហ្នឹងមានវិញ្ញាណនៅសសរកដាលជាវិញ្ញាណដែលល្អអញ្ចឹងអ្វីដែលគាត់ព្រួយបារម្ភអ្វីដែលគាត់គិតគឺគាត់ខ្លាចកូនរបស់គាត់នឹងត្រូវវិញ្ញាណនឹងយកទៅដែរគាត់ខ្លាចវិញ្ញាណមួយនឹងយកទៅហ្នឹងហើយខ្លាចវិញ្ញាណនឹងយកទៅគាត់ខ្លាចកូនគាត់ស្លាប់ដែរព្រោះអីចាំពាក្យសម្បត្តិចាំពាក្យសម្ដីរបស់លោកឪពុកឬក៏លោកតារបស់គាត់និយាយថាជីវិតរបស់គាត់អត់ទាន់អស់ទេអាយុគាត់មិនទាន់អស់តែគេត្រូវការគាត់ចង់បានលេខបែបនេះអញ្ចឹងគាត់ខ្លាចដែរដល់ពេលខ្លាចដែរតែគាត់មិនអាចទៅធ្វើអីគេបានទេគាត់បានត្រឹមតែថ្ងៃសិលគាត់ឲ្យធូបសុំគេឲ្យថែរក្សាកូនប្រុសរបស់គាត់និងគ្រួសាររបស់គាត់ឲ្យសុខសប្បាយត្រឹមតែប៉ុណ្្នឹងឯងរហូតតតែមកដល់ថ្ងៃមួយទៀតរំលងនៃការជួបប្រទះរឿងនឹងហើយក៏មានថ្ងៃមួយមកទៀតដែលគាត់កើតឡើងរឿងនោះម្ដងទៀតដោយគាត់ថាពេលដែលគាត់សម្រាននៅក្នុងផ្ទះហ្នឹងកំពុងតែសម្រានក៏ឮសំឡេងដូចគេបោកចានប្រាវបោកចានប្រាវសំឡេងដូចគេបោកចានបោកឆ្នាំងតែពេលដែលគាត់ចេញមកមើលខាងក្រៅគឺក៏អត់មានបានឃើញចានតែត្រូវបែកទេហើយកាលជំនាន់នឹងសុំបញ្ជាក់បន្តិចណាកាលជំនាន់នឹងគេមានទូបុរាណដែលសេសសល់ពីសម័យអាណានិគមបារាំងទូក្បាត់ទូកញ្ចក់ក្បាត់ហើយក្នុងទូនឹងវាមានចានដែលគេរៀបមានផ្តិលមានអីដែលគេរៀបគាត់ក៏បានទៅមើលកន្លែងហ្នឹងគឺវាអត់មាននៅក្នុងស្ថានភាពដែលថាបែកចានបែកឆ្នាំងបែកកែវទេគឺអត់មានអីទាំងអស់នៅក្នុងសភាពតែមទាំងអស់តែពេលដែលគាត់ដើរចេញពីកន្លែងហ្នឹងមកវិញគាត់មានអារម្មណ៍ថាអ្នកទាំងអស់ហ្នឹងកំពុងតែបង្ហាញខ្លួនឲ្យគាត់ឃើញតែជាក់ស្ដែងនៅពេលដែលគាត់មើលអត់ឃើញតែអារម្មណ៍របស់គាត់បានប្រាប់ថាពួកនឹងកំពុងតែបង្ហាញខ្លួនឲ្យគាត់ឃើញហើយលើកលែងតែ2ថ្ងៃក្រោយមកគាត់ក៏បានជួបណែនគឺអ្វីដែលគាត់បាននិយាយថាពិតជាដូចអ្វីដែលលោកពុកបាននិយាយមែនម្លងមកបាន2ថ្ងៃនៅពេលយប់ដូចគ្នាចន្លោះនៃខ្ទង់ម៉ោងទៅ10មិន10 2 10នៅម៉ោងស្មើនឹងដូចគ្នាគឺគាត់បានចេញមកពីបន្ទប់របស់គាត់
ដោយនៅក្នុងផ្ទះជំនាន់ហ្នឹងគឺវាល្ងិតវាអត់មានលក្ខណៈដូចថាយ៉ាវាអត់មានភ្លើងមានអីគ្រប់គ្រាន់ដូចយើងអគិសនីជំនាន់ហ្នឹងគឺវាអត់មានភ្លើងមានអីអគិសនីអីទេហ្នឹងឯងដោយផ្ទះហ្នឹងល្ងិតតែពេលដែលគាត់ចេញមកគាត់ឃើញរបស់ដែលសដូចជាកាអាវហោះឡើងពេញផ្ទះគឺឃើញដូចជាកាអាវសពណ៌សហោះចេញពីតសកដាលឡើងទៅលើចេញពីលើចុះមកក្រោមគឺអារម្មណ៍មួយដែលគាត់បានឃើញគឺសស្ទង់តែអត់មានដៃមានជើងមានក្បាលទេគឺអត់មានដៃអត់មានជើងអត់មានក្បាលអីទាំងអស់តែឃើញត្រឹមតែរបស់ដែលសដូចជាកាអាវកំពុងហោះចេញពីតសឡើងទៅខាងលើធ្នឹមទៅលើចេញពីធ្នឹមទៅលើចុះមកខាងក្រោមហើយហោះវើជុំវិញក្នុងផ្ទះរបស់គាត់ទាំងអស់កៅអៅដែលគាត់បានឃើញឬក៏របស់ដែលសស្ទង់ដែលគាត់ឃើញគាត់ថាអត់ក្រោមពី10ទៅ20នាក់ទេច្រើនមែនទែនហើយរួចមកឡើងទៅលើជញ្ជាំងបាត់អស់ពេលដែលគាត់ឈរមើលរួចឃើញពងហោវើគាត់ក៏តាមមើលគាត់ចម្លែកថាអានឹងជាស្អីរួចមកអារបស់ដែលសឬក៏កៅអៅសដែលគាត់បានឃើញមិញឡើងទៅជន់ខាងលើឡើងទៅដបូលខាងលើបាត់អស់ហើយដូចជាវាចូលទៅក្នុងដបូលផ្ទះអស់ហើយបាត់អស់ហើយគឺលេងឃើញមកនឹងទស្សនភាពដែលគាត់បានឃើញច្បាស់នៅពេលយប់តែគាត់បានឃើញពួកនឹងពិតមែនបន្ទាប់មកគាត់ដេកទាំងភ័យដេកទាំងខ្លាចគាត់ចាប់ផ្ដើមមានអារម្មណ៍ខ្លាចចាប់ផ្ដើមមានអារម្មណ៍ភ័យអំពីរឿងមួយហ្នឹងណាស្អែកឡើងមីរបស់គាត់ក៏ប្រាប់រឿងហ្នឹងទៅមីរបស់គាត់មីហ្នឹងអាចនិយាយថាពូឬក៏អ៊ំធំគាត់ប្រាប់ថាពីយប់មិញគាត់បានឃើញស្អីហោះឡើងពេញផ្ទះរបស់គាត់ហ្នឹងហើយដល់ពេលអញ្ចឹងទៅលោកអ៊ំគាត់ក៏មានប្រសាសន៍អញ្ចឹងដូចគ្នាថាមិនអីទេនឹងគ្រាន់តែជាវិញ្ញាណដែលថែរក្សាយើងទេគេអត់ធ្វើអីយើងទេគាត់និយាយក៏ត្រូវដែរហើយគាត់លើកហេតុផលថាបើសិនជាគេចង់ធ្វើបាបយើងម្លេះពេលនេះពួកយើងអត់នៅរហូតទៅដល់4 10 20ឆ្នាំទេគឺពួកយើងអត់មានបញ្ហាអីទាំងអស់យើងក៏មិនដែលមានរឿងអីដែរអញ្ចឹងបានន័យថាគេនៅផ្ទះនឹងមែនតែគេជួយថែរក្សាឲ្យយើងគេអត់បានធ្វើអីយើងទេអញ្ចឹងណាគេអត់បានធ្វើអីយើងទេហ្នឹងហើយដល់ពេលបែបហ្នឹងដល់ពេលបែបហ្នឹងក៏មានរឿងចេះតែបានឃើញវិញ្ញាណដែលនៅក្នុងផ្ទះហ្នឹងបន្តទៅអ្នកខ្លះក៏ឃើញនៅក្នុងស្ថានភាពថាឃើញមនុស្សអង្គុយបត់ជើងនៅសសរកណ្ដាលផ្ទះអ្នកខ្លះទៀតនិយាយថាឃើញជាមនុស្សដើរនៅលើដំបូលផ្ទះមានម្នាក់ដែលជាសមាជិកគ្រួសាររបស់គាត់ដែលបានដំណើរមកថាគាត់ធ្លាប់បានឃើញមនុស្សក្បាលព្រេះជា2ឃើញមនុស្សក្បាលព្រេះជា2អង្គុយនៅលើដំបូលផ្ទះយល់ជើងដែលគាត់ឃើញនៅក្នុងស្ថានភាពដូចជាខ្មោចនៅចន្លោះខ្ទង់ម៉ោង7ទៅ8យប់នៅពេលដែលគាត់ដើរចូលមកក្នុងផ្ទះសម្ដៅចូលមកផ្ទះតែគាត់បានឃើញមនុស្សប្រេះក្បាលជា2អង្គុយយល់ជើងនៅលើដំបូលផ្ទះតែគ្រប់គ្នាអ្នកដែលគេនៅក្នុងផ្ទះហ្នឹងជាក់ស្ដែងគឺគេត្បិតតែគេខ្លាចតែគ្រាន់តែគេមិនធ្វើអីដោយសារតែគេគិតថានឹងសិតតែជាវិញ្ញាណដែលថែរក្សាទេថែរក្សារហូតមកដល់បច្ចុប្បន្ននៃត្រកូលរបស់គាត់មួយហ្នឹងហើយគាត់បាននិយាយថាសូម្បីតែផ្ទះមួយហ្នឹងក៏មានញាតិការរបស់បងប្អូនគេនៅមើលថែរក្សាផ្ទះហ្នឹងដូចគ្នាគេបោះគេជូតគេថែផ្ទះហ្នឹងដូចគ្នាហើយក៏គេនៅតែជឿអ្នកទាំងអស់ហ្នឹងនៅក្នុងផ្ទះហ្នឹងដដែលអ្នកទាំងអស់គ្នាហ្នឹងមិនទាន់ទៅណាទេបូករួមទាំងជីតារបស់គាត់ត្រកូលរបស់គាត់ដែលបានចែកឋាននៅលើផ្ទះមួយហ្នឹងទៀតគាត់ថាមានទាំងអស់គ្នាគឺនៅក្នុងផ្ទះហ្នឹងទាំងអស់ជាត្រកូលមួយដែលនៅក្នុងផ្ទះនេះយល់អញ្ចឹងសូម្បីតែបច្ចុប្បន្នក៏អត់អីដែរអញ្ចឹងរឿងរបស់គាត់មានត្រឹមតែប៉ុណ្្នឹងឯងទាំងអស់គ្នា
cặp bất đôi nhung dậy trong riệp nè tao này chứ rứa ní bị ắt cú ấy khla tên nè tao này đời sao vì mình luôn thưa bà ấy thế vì con tại chi bình nhiênถ้าบัดถักขโมยก็ได้ปรีก็ได้แต่กดกรอนแต่เกณฑ์นื้อหรือคนแรกขนาดได้หรอเกี่ยอัดเธอบาปยืงเกี่ยกรอนแต่นื้อใบกีแต่ปันนั่นเองนี่คือในแต่ใบกีแต่ปันนั่นเองโอเคบองโอนต่างๆเนี้ยยุคนี้ก็ยมเมียนตามมาเรื่องได้ยมอันมีเรื่องชนะแต่สายยมอัดตอดบันสลับเรื่องบองโอนแต่กดชาติมันยมนี่ยังยมไงนั่งก็มีนำมาเรื่องโดยทีนี้สกัมตะกบคนนี้หนึ่งอาจโยนปียมให้มวยเตี้ยมันใหญ่ที่นี่ในโครงการลายบ่อยมนั้นสู้ตามตรองไปคลาหนึ่งไปคลาทลบเมียนไกลจัดยมอัดไปคลาทลบเมียนลุยโตจัดอัดในไปได้ยมเดียวcho hai đấy mà mình có trôi chất nhai cái niềm này hai đấy mình trôi chất nhai cái niềm anh nhom phải chẹtประมาณ đong thiệtแล้วanh nhom phải chẹtประมาณ đong thiệt nhom ប្រាប់ពីមុនដំបូងខ្ញុំប្រាប់ថារឿងនោះវាអត់គួរឲ្យខ្លាចទេតែរឿងនេះខ្ញុំចង់លើកយកមកនិយាយដោយសារតែវាពាក់ព័ន្ធជាមួយនឹងការសាងសង់ផ្ទះនិងវិញ្ញាណដែលនៅទៅសល់កណ្ដាលខ្ញុំអត់បានមកប្រាប់ដល់ទេថារឿងនោះជារឿងដែលរន្ធត់សាហាវព្រៃផ្សៃទេចុះមិនគ្រប់គ្នានៅខមមិនដដែលមួយខ្ញុំថារឿងនោះអត់សាហាវខ្ញុំប្រាប់ប្រហែលដងហើយพอบาได้ใหญ่ตามท้องพอบาได้เนื้อเป้ได้ยมใหญ่อัดสลับขณีมันดูฮะโอนมันดูมันเน้นสักโจมันใหญ่ขึ้นในโครงการลายบ่อยยมเช็คใครจัดยมมันจะลายอัดใครจัดบองโอนกรุบขณีอัดหรือก่อสู้ตามถองมือที่นะการเมาเชื่อมันนึกรู้ก็เรียนเชื่อมันนึกใต้จะหลอมคูฉีดซักบ้านประบะใหญ่ขึ้นนี่เราถนัดนึงการเมาเชื่อมันนึกนะnhóm họ ngay nhóm cái thà ca thì tiên hưởng khôi bỏ nhóm á vì ập cú ấy khai chiêng buộn nè ai mà nhai cái nên vậy tập bài khu sắp bỏ nên không ca lai bỏ nhóm đi nhưng nhóm vậy cả bật du tới được không ca lai bỏ nhóm á nên không ca lai bỏ nhóm cướp kia cứ ở đây cho mà sắp nhóm này tiền này cứ cướp kia cho mà ô pro ô srei tập bài xong bắt đâm trap nẹt mà mặt á mình nuôi srei chỉ được thay thân nô cái ọt vô bộ áp pro bát sản cung nhai mình rơi một tê mình nuôi pro còn chân mình nuôi pro đại trâm trâm cái ọt mà vô mình nuôi srei sai cai ở đây pro khát lẹ khát tật chẳng thì nếu không ca lai bỏ nhom miên mình được cha miên tật xong miên nè miên mục miên mọt được nó ca lai vào nhau môi thế mình mến lai bay slối nè hai con mình mến tí cái lấy đã ôn trơ để vô cái để vô mặt đai ôn không phải cao ôn máu mà tại lẽ trâu được nó ca lai môi này thế cái ớt là sao ôn đi ôn thời trăm tại cái ớt là sao ôn đi nếu pe đã ôn ốc pro được nó ca lai bảo bo khơi pro mình ban à khla cho chất cầm mình bón sả lạnh ôn na miên này na tần này sông nhai hình tịch mau mấy con này anh và bạn vậy kia đọc pe kia này vậy trong cho nó tới quát comment thành chè đã từ bò tiếng đại khuôn anh quát nó cứ chỉ nẹt nhai kì tiếng đại khuôn anh quát nó cứ chỉ nẹt đấy đi giấy phía xa mùi nừng đọc pe khi nó đã tới cả đào mốc tăng comment thá đã từ bò nhung con trâu tay khuôn anh đã với nè trôi chặt na trôi chặt miền tên mỏng trôi chặt à sim mod ai liệp mod vào pe nừng
ចូលចិត្តណាស់ម៉ែពិតជានិយាយត្រឹមត្រូវណាស់តែខ្លួនឯងណាខមមិនញ៉ាយគេនឹងមិនខ្លួនឯងនេះខ្ញុំឃើញខមមិននឹងទាំងអស់គេតែខ្ញុំមើលអត់ឃើញខមមិន 1K ចុចចិត្តឬ 2K នេះខ្ញុំមិនអត់ឃើញខមមិនខ្ញុំឃើញទាំងអស់គ្រប់ខមមិនមាត់ខ្ញុំនិយាយភ្នែកខ្ញុំមើលខមមិនទាំងអស់តែគ្រាន់តែពេលខ្លះខ្ញុំមិនចង់និយាយតែប៉ុណ្ណឹងនិយាយដល់ពេលគេដាក់ទៅអង្គតួចិត្តតួ slope មកអង្គតួកំសត់មកខ្លួនឯងអ្នកនិយាយខ្លួនឯងរួចអង្គមកធ្វើតួត្រឹមត្រូវខ្ញុំសួរថាមាន fan ប្រហែលអ្នកដែលគាត់មានអារម្មណ៍ចូលមកមើល live ខ្ញុំនេះនៅក្នុងការ live ខ្ញុំនេះអត់មានបានបញ្ជាក់អំពីមនុស្សប្រុសចរិតថោកក៏អត់មានបានបញ្ជាក់អំពីមនុស្សស្រីចរិតសភឹងដែរខ្ញុំគ្រាន់បញ្ជាក់ជូនអ្នកឯងខ្ញុំអត់និយាយច្រើនដងណាខ្ញុំអត់ធ្មត់ណារហូតដល់ថ្នាក់ប្រើពាក្យថាក្តោក្តិតរហូតដល់ប្រើពាក្យអសុរច្រើនទៀតនៅក្នុងការ live របស់ខ្ញុំតែអ្នកឯងកុំភ្លេចនៅក្នុងការ live មួយនេះមានចាស់មានអ្នកម្ដាយមានអ្នកមីងមានលោកអ៊ំមានលោកពូដែលនៅក្នុងការ live ពួកគាត់មានអាយុស្មើនឹងម្ដាយអ្នកឯងត្រូវចាំថានៅក្នុង live មួយនេះថាមិនត្រូវមានម្ដាយអ្នកឯងឪពុកអ្នកឯងមីងអ្នកឯងបងប្អូនអ្នកឯងក៏ជា fan របស់ខ្ញុំដែរអ្នកឯងត្រូវចាំនៅក្នុងការ live មួយនេះមានលោកមានប្រសង់មានលោកអាចារ្យមានលោកគ្រូអ្នកគ្រូដែលគាត់កំពុងស្ដាប់ដែរចុះបើគាត់ដឹងថាអ្នកខមមិនមួយនឹងកូនរបស់អញក្មួយរបស់អញកូនសិស្សរបស់អញតើគាត់មានអារម្មណ៍មិនពេលដែលឃើញកូនរបស់អញក្មួយរបស់អញចៅរបស់អញកូនសិស្សរបស់អញមកខមមិនពាក្យឆ្លើយនៅក្នុងការ live របស់គេតើគាត់មានអារម្មណ៍បែបម៉េចគាត់មានអារម្មណ៍បែបម៉េចសួរអារម្មណ៍ដូនតាអ្នកឯងមើលហើយគ្រប់គ្នានឹងក៏អញ្ចឹងដែរ fan ខ្ញុំនឹងក៏អញ្ចឹងដែរ fan ខ្ញុំនឹងក៏អញ្ចឹងដែរខ្ញុំនិយាយមែនណា fan ខ្ញុំនឹងក៏អញ្ចឹងដែរមកស្ដាប់ខ្ញុំនិយាយមកមិនបាច់ទៅខ្វល់ពួកអាអស់ហ្នឹងទេនឹងខ្ញុំនិយាយអស់ថ្ងៃហ្នឹងខ្ញុំស្អែកចាប់ជួបគ្នាតទៀតណាដោយសារថ្ងៃនេះខ្ញុំមានតែមួយរឿងហ្នឹងទេដែលខ្ញុំជម្រាបជូនអ្នកទាំងអស់គ្នាមិញថាខ្ញុំមានតែមួយរឿងទេដែលខ្ញុំត្រូវមក live ចែកជូនអ្នកទាំងអស់គ្នាចាំស្អែកព្រោះថ្ងៃនេះខ្ញុំអត់បានស្ដាប់រឿងបងប្អូនឆាតមកខ្ញុំទេខ្ញុំសុំពេលទុកពេលទៅស្អែកណាហើយមួយទៀតចង់ប្រាប់ទៅនឹងទៅ fan របស់ខ្ញុំពាក់ព័ន្ធជាមួយវីដេអូដែលខ្ញុំត្រូវទៅថតនៅការីរុំបើមានបងប្អូនណាចង់ទៅលេងមួយខ្ញុំទៅអត់អីទេតែចេញដំណើរខ្លួនឯងណារកអីធ្វើជាមធ្យោបាយទៅខ្លួនឯងចាំទៅដល់ការីរុំទេសួរខ្ញុំក៏បានដែរព្រោះខ្ញុំទៅបោះតង់លេងផងខ្ញុំទៅថតវីដេអូផងគេលោកគ្រប់នេះចង់ឃើញសកម្មភាពនៅខាងក្រៅរបស់ខ្ញុំតែខ្ញុំធ្វើអីគេខ្លះខ្ញុំរៀបចំមិនខ្លះបើចង់ឃើញទៅអត់អីទេណាទៅអត់អីទេណាអញ្ចឹងខ្ញុំនឹងប្រាប់បើមិនថ្ងៃទី28ថ្ងៃ29បើមិន28ខ្ញុំតែដេកនៅការីរុំមួយយប់ខ្ញុំសម្រុកថតវីដេអូទាំងអស់នឹងធ្វើវីដេអូប្លែកនៅក្នុងទឹកដីការីរុំហើយមួយទៀតបញ្ចប់អំពីការថតវីដេអូហើយពួកយើងក៏មានការសប្បាយមួយគ្នាដូចជារាល់ដងអញ្ចឹងគឺខ្ញុំទៅបោះតង់ហើយបង្កាត់ភ្លើងច្រៀងហ្គីតាលេងញ៉ាំតិចតួចអាំងសាច់អាំងអីជុំគ្នាណាអញ្ចឹងអត់អីទេគ្រប់គ្នាបើមានតែគេចង់ទៅថ្ងៃ28 29អាចទៅជាមួយខ្ញុំបានណាអរគុណច្រើនគ្រប់គ្នាជួបគ្នានៅថ្ងៃស្អែកតទៀត